ការលើកកម្ពស់គុណភាពវិស័យអប់រំនៅថ្នាក់មូលដ្ឋានគឺបឋមសិក្សាខ្ញុំបាទសូមគោរពជម្រាបជូនអង្គសភាថាតាមរយៈការចុះមូលដ្ឋាននិងការសាកសួរមតិយោបល់ផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋជាពិសេសមេត្តាបិតាសិស្សនៅតាមកម្រិតបឋមសិក្សាបានបង្ហាញនៅភាពត្អូញត្អែរយ៉ាងពិតប្រាកដអំពីគុណភាពវិស័យអប់រំដែលហាក់ដូចជានៅមានចន្លោះខ្វះខាតនិងមិនទាន់ពេញចិត្តពេញថ្លាមពួកគាត់នៅឡើយបញ្ហាប្រឈមទាំងនេះទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់ផ្នែកថវិកាដើម្បីធានានៅការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពជាពិសេសនៅតាមតំបន់ដាច់ស្រយាលក៏ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារសិក្សាថវិកាគួរត្រូវបានផ្ដល់ឲ្យបានគ្រប់គ្រាន់ដើម្បីជួសជុលបំពាក់និងសាងសង់បន្ទប់រៀនថ្មីបន្ថែមប្រព័ន្ធទឹកស្អាតនិងបរិក្ខារសម្ភារៈសិក្សាដូចជាសៀវភៅឧបករណ៍ពិសោធន៍កុំព្យូទ័រនៅតាមសាលាបឋមសិក្សាដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាពសមស្របតាមស្តង់ដារខការលើកទឹកចិត្តនិងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនដើម្បីទាក់ទាញនិងរក្សាទុកគ្រូដែលមានសមត្ថភាពខ្ពស់ពិសេសដែលគ្រូដែលបង្រៀននៅតាមតំបន់ដាច់ស្រយាលរាជរដ្ឋាភិបាលគួរពិនិត្យលទ្ធភាពក្នុងការផ្តល់ប្រាក់ឧបត្ថម្ភនិងប្រាក់លើកទឹកចិត្តសមរម្យព្រមទាំងផ្តល់ថវិកាសម្រាប់បណ្ដុះបណ្ដាលជំនាញគរុកោសល្យនិងចំណេះដឹងថ្មីជាប្រចាំគុណភាពគ្រូគឺជាកត្តាកំណត់នៅគុណភាពសិស្សក៏ការគ្រប់គ្រងវិស័យសិក្សាបន្ថែមនិងសកម្មភាពក្រៅម៉ោងថវិកាគួរត្រូវបានបែងចែកគ្រប់គ្រងដល់កម្មវិធីសិក្សាឬកម្មវិធីទប់ស្កាត់ការបោះបង់សិក្សានៅកម្រិតបឋមសិក្សាដើម្បីជួយសិស្សដែលរៀនខ្សោយនឹងការរៀបចំសម្ភារៈកីឡាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍរាងកាយនិងស្មារតីរបស់កុមារខ្ញុំបាទសូមសំណូមពរដល់រាជរដ្ឋាភិបាលមេត្តាពិនិត្យក្នុងការផ្ដល់កញ្ចប់ថវិកាឲ្យបានគ្រប់គ្រាន់ដល់ក្រសួងអប់រំយុវជននិងកីឡាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើធានាថាកូនចៅរបស់ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបទទួលបានគុណភាពអប់រំល្អប្រសើរចាប់ពីថ្នាក់មូលដ្ឋាន